សូម្បីតែអ្នកកើតនៅកន្លែងដែលគ្មានឱកាសការអប់រំអាចជាផ្លូវចិនតែមួយនេះជារឿងពិតនៃនារីម្នាក់ឈ្មោះ Tara Westover នារីម្នាក់ដែលធ្លាប់មិនបានទៅសាលាធ្លាប់មិនបានទៅពេទ្យប៉ុន្តែបច្ចុប្បន្នគេហៅនាងថាអ្នកនិពន្ធល្បីនិងសាស្ត្រាចារ្យបញ្ចប់ពីសាកលវិទ្យាល័យ Cambridge នេះជារឿងនៃសៀវភៅដ៏ល្បីមួយឈ្មោះថា Educated ការអប់រំដែលផ្លាស់ប្ដូរជីវិតផ្នែកទី1កំណើតនៅក្នុងភ្នំ Idaho សហរដ្ឋអាមេរិកTara កើតក្នុងគ្រួសារមួយនៅភ្នំរដ្ឋ Idaho សហរដ្ឋអាមេរិកគ្រួសាររបស់នាងជាក្រុមសាសនានិយមខ្លាំងដែលមិនជឿលើរដ្ឋាភិបាលមិនជឿលើសាលារៀនមិនជឿលើវេជ្ជសាស្ត្រឪពុកនាងជាមនុស្សធ្វើការផលិតដែកនៅរោងចក្រខណៈម្ដាយនាងជាម្ចាស់ការធ្វើថ្នាំបែបធម្មជាតិ Tara មិនដែលបានទៅសាលារៀនសូម្បីតែមួយថ្ងៃទេការសិក្សារបស់នាងគឺការអានសៀវភៅចាស់ៗនៅផ្ទះឬស្ដាប់ឪពុកនិយាយពីព្រះនិងពិភពលោកប៉ុន្តែចិត្តរបស់នាងពោពេញទៅដោយសំណួរហេតុអ្វីពិភពលោកនៅខាងក្រៅមើលទៅខុសពីអ្វីដែលឪពុកនិយាយហេតុអ្វីមនុស្សខាងក្រៅអាចរស់នៅដោយសន្តិភាពខណៈពួកគេចាំតែគិតពីអំពើអាក្រក់នៃរដ្ឋាភិបាលសំណួរតូចៗទាំងនោះបានคล้ายទៅជាឆ្អឹងខ្នងនៃចិត្តចង់ដឹងចង់រៀនផ្នែកទី2ចំណងអប់រំនិងការតស៊ូក្នុងគ្រួសារថ្ងៃមួយ Tara ចាប់ផ្ដើមសិក្សាដែលខ្លួនឯងនាងយកសៀវភៅគណិតវិទ្យានិងអង់គ្លេសមកអានដើម្បីត្រៀមប្រឡងចូលសាកលវិទ្យាល័យប៉ុន្តែការសិក្សារបស់នាងមិនស្រួលឡើយគ្រួសារមិនគាំទ្រឪពុកនិយាយថាការអប់រំគឺជាអំពើបាបបងប្រុសម្នាក់ព្យាយាមទប់នាងដោយអំពើហិង្សាប៉ុន្តែ Tara មិនចុះចាញ់នាងនិយាយថាខ្ញុំមិនចង់អប់រំដើម្បីបង្ហាញថាខ្ញុំឆ្លាតជាងឯណាខ្ញុំត្រឹមតែចង់ដឹងថាខ្ញុំអាចជាមនុស្សប្រសើរជាងម្សិលមិញបានទេផ្នែកទី3ជំហានដំបូងក្នុងការអប់រំនៅអាយុ16ឆ្នាំ Tara ធ្វើប្រឡងចូលសាកលវិទ្យាល័យ Brigham Young នៅទីនោះនាងត្រូវប៉ះពាល់នឹងពិភពថ្មីដែលនាងមិនធ្លាប់ស្គាល់នាងមិនដឹងថា Holocaust មានន័យថាអ្វីនាងមិនដឹងថាមានប្រវត្តិសាស្ត្រសង្គ្រាមពិភពលោកសិស្សជុំវិញនាងគិតថានាងចម្លែកប៉ុន្តែ Tara មិនបោះបង់នាងអានប្រៀបធៀបសរសេរនិងសួរមនុស្សគ្រប់គ្នាក្រោយពេលបញ្ចប់ពីសាកលវិទ្យាល័យនេះនាងទទួលបានអាហារូបករណ៍ទៅ Harvard ហើយបន្តទៅ Cambridge ផ្នែកទី4ការអប់រំមិនមែនត្រឹមតែសៀវភៅនៅ Cambridge នាងរៀនអំពីអ្វីធំជាងអក្សរនាងរៀនអំពីសេរីភាពផ្លូវគំនិតនាងរៀនថាការអប់រំមិនមែនគ្រាន់តែសិក្សាអក្សរឬទ្រឹស្ដីទេប៉ុន្តែគឺជាការស្វែងរកខ្លួនឯងពិតប្រាកដ Tara សរសេរថាការអប់រំមិនមែនជាការទទួលបានចំណេះដឹងថ្មីៗទេប៉ុន្តែគឺជាការសិក្សាដើម្បីយល់ថាតើអ្វីដែលយើងជឿពិតជាកើតចេញពីយើងឯងឬពីអ្នកដទៃនៅពេលដែលនាងសិក្សាបន្ថែមនាងចាប់ផ្ដើមយល់ថាឪពុកម្ដាយមិនអាចបញ្ជាគំនិតនាងបានទៀតហើយការអប់រំបានផ្ដល់អំណាចឲ្យនាងនិយាយថាខ្ញុំគឺខ្ញុំមានសិទ្ធិកំណត់ជីវិតខ្លួនឯងផ្នែកទី5តម្លៃនៃការអប់រំTara បានបោះពុម្ពសភៅមួយឈ្មោះថា Educated ក្នុងឆ្នាំ2018វាបានលក់រាប់លានฉบัបនៅទូទាំងពិភពលោកមនុស្សរាប់លានអ្នកទទួលការលើកទឹកចិត្តពីរឿងជីវិតនាងសៀវភៅនេះបង្រៀនយើងថាការអប់រំមិនមែនជាអ្វីដែលអាចទិញបានដោយលុយតែជាអ្វីដែលត្រូវស្វែងរកដោយចិត្តតស៊ូមិនសំខាន់ថាអ្នកកើតនៅកន្លែងណាឬគ្រួសារអ្នកជាមនុស្សបែបណាអ្វីសំខាន់គឺចិត្តចង់រៀននិងមិនបោះបង់ការអប់រំមិនត្រឹមតែបំលែងអនាគតអ្នកទេប៉ុន្តែអាចបំលែងពិភពលោកជុំវិញអ្នកផងផ្នែកទី6សារៈសំខាន់សម្រាប់យើងនៅថ្ងៃនេះការអប់រំប្រហែលជាហាក់ដូចជារឿងធម្មតាយើងអាចចូល YouTube ស្វែងរកចំណេះដឹងឬចូលសាលាប៉ុន្តែសៀវភៅនេះរំលឹកយើងថាអ្នកណាម្នាក់នៅកន្លែងណាម្នាក់កំពុងតស៊ូដោយ Tara ដើម្បីបានឱកាសរៀនតិចបន្តិចហើយដូច្នេះហើយកុំធ្វើឲ្យការអប់រំคล้ายទៅជារឿងធម្មតាត្រូវប្រើវាដើម្បីកែលម្អចំណិតជីវិតអ្នកនិងជួយអ្នកដទៃសូម្បីតែអ្នកកំពុងរស់នៅក្នុងស្ថានភាពលំបាកក៏កុំបោះបង់សូម្បីតែអ្នកមិនមានអ្នកណាគាំទ្រក៏កុំឈប់សិក្សា Tara Westover ធ្លាប់ជប់រៀន16ឆ្នាំតែសប្តាហ៍ថ្ងៃនាងជាមនុស្សដែលពិភពលោកគោរពការអប់រំគឺជាអំណាចនៃការរកខ្លួនឯងនិងសេរីភាពដែលគ្មានអ្នកណាអាចយកចេញបានចាំថាការអប់រំមិនមែនជាផ្លូវសម្រាប់បញ្ចប់សិក្សាទេប៉ុន្តែគឺជាផ្លូវសម្រាប់ចាប់ផ្ដើមជីវិត